ក្មេងស្រីអាយុ8ឆ្នាំសម្លឹងមើលលុយពូរបស់នាងក្នុងកនីនៅសល់តែ5លាន6សែនប៉ុណ្ណោះនាងសម្រេចចិត្តទិញប្រេងដែលកំពុងហើយនៅវិនាទីបន្ទាប់រឿងមិនគួរឲ្យជឿក៏កាត់ឡើងលុយ5លានបានកើនឡើងដល់500លានវាបានជួយសង្គ្រោះក្រុមហ៊ុនពូពីការរសាយធនធានមូលហេតុដែលក្មេងស្រីនេះពូកែខ្លាំងបែបនេះគឺដោយសារតែនាងជាមនុស្សចាប់មុននាងមានដង្សារពូកែខាងហិរញ្ញវត្ថុនាងបានក្លាយជាម្ចាស់កត្រីនៃពិភពហិរញ្ញវត្ថុទោះបីជាមានសមត្ថភាពដ៏អស្ចារ្យយ៉ាងណាក៏ដោយនាងនៅតែមានរឿងសោកស្ដាយក្នុងចិត្តនោះគឺនាងមិនដែលស្គាល់ពាក្យថាគ្រួសារប៉ុន្តែបន្ទាប់ពីនាងនិយាយពាក្យនេះរួចមកនរណានឹងស្មានថាវិនាទីបន្ទាប់មានរឿងត្រីម្នាក់នេះគ្រាន់តែដល់ខុសបច្ចេកទេសនាងក៏បានធ្លាក់ចណ្ដាលស្លាប់ប្រហែលជាព្រះអាណិតដល់រូបនាងទើបឲ្យវិញ្ញាណនាងបានមកនៅក្នុងខ្លួនក្មេងស្រីម្នាក់ខណៈពេលដែលនាងកំពុងតែភ័ន្តភាំងការចងចាំជាច្រើនបានហូរចូលខួរក្បាលពេលនោះនាងក៏បានដឹងនៅរឿងពិតស្ត្រីដែលត្រូវប្តីបោះបង់នៅចំពោះមុខគឺជាម្ដាយបង្កើតរបស់នាងផ្ទាល់ដើម្បីឲ្យកូនស្រីមានកន្លែងរស់នៅម្ដាយបាននាំនាងមកពឹងពាក់ពូរបស់នាងមិនបានរើសអើងឡើយថែមទាំងទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតតែអ្នកណាទៅដឹងរឿងបន្ទាប់នោះបុគ្គលិករបស់ពូរត់មកប្រាប់គាត់ថាក្រុមហ៊ុនរបស់ពួកគេកំពុងជួបបញ្ហាក្រុមអ្នកមានកំពុងតាមធ្វើបាបក្រុមហ៊ុនចិត្តសាច់ខនហើយអ្នកនៅពីក្រោយរឿងនេះគឺឪពុកចម្រៃឃើញសាច់ញាតិកំពុងមានទុកបែបនេះក្មេងស្រីមិនអាចឈរមើលទៀតទេនាងដើរទៅក្បែរកុំព្យូទ័ររបស់ពូនាងប្រើជំនាញហិរញ្ញវត្ថុដើម្បីវិបកក្រុមគ្រួសារលីនអាងខ្លួនមានលុយពួកគេចង់លេបយកក្រុមហ៊ុននេះមានវិធីតែមួយគត់ដើម្បីដោះស្រាយគឺត្រូវបង្កើនដើមទុនក្នុងបញ្ជីធ្វើបែបនេះផែនការសត្រូវនឹងបរាជ័យបុគ្គលិកនាំគ្នារត់ចោលអស់ហើយលើកនេះចប់សពគ្រប់មែនទែនហើយមិនអីទេកុំបារម្ភអីក្នុងករណីក្រុមហ៊ុននៅសល់លុយខ្លះខ្ញុំនឹងព្យាយាមខ្ចីលុយពីមិត្តភក្តិឲ្យតែឆ្លងផុតគ្រាអាសន្ននេះបានវាមិនមែនជាបញ្ហាធំដុំឡើយអ្វីនឹងល្អប្រសើរ5លាន6សែនគឺតិចតួចណាស់តែសម្រាប់ខ្ញុំវាគឺគ្រប់គ្រាន់ហើយតម្លៃប្រេងឆៅកំពុងមានសង្គ្រាមតម្លៃទីផ្សារប្រេងកំពុងតែធ្លាក់ចុះខ្លាំងតាមព័ត៌មានដែលខ្ញុំទទួលបានប្រទេសក្រៅមួយកំពុងមានចំនួនតម្លៃប្រេងនឹងហក់ឡើងខ្ពស់ខ្លាំងអាឡូលោកអគ្គនាយកយ៉ាងខ្ញុំគឺជនដែលជាមិត្តភក្តិខ្ញុំចង់ខ្ចីលុយ5លានពីលោកក្រុមហ៊ុនខ្ញុំកំពុងខ្វះខាតដើមទុនថាម៉េចលោកមិនឲ្យខ្ចីមែនទេយើងរាប់អានគ្នាច្រើនឆ្នាំមកហើយហេតុអ្វីក៏ធ្វើបែបនេះអាឡូប្តីសម្លាញ់តើលទ្ធផលយ៉ាងណាដែរតើគេព្រមជួយយើងដែរឬទេឥឡូវនេះពិបាករកជំនួយណាស់គ្រប់គ្នាដឹងថាគ្រួសារលីនតាមចង្រៃគ្មានអ្នកណាហ៊ានឲ្យយើងខ្ចីទេវាពិតជាបែបនេះមែនគ្រួសារលីនមានអំណាចបំផុតនៅទីនេះអ្នកណាក៏ខ្លាចមិនហ៊ានតាំងដែរប៉ុណ្ណឹងគឺនៅមិនទាន់គ្រប់គ្រាន់ទេដើម្បីជួយសង្គ្រោះក្រុមហ៊ុនរបស់ពូមានតែប្រើវិធីសាស្ត្រមួយនេះទេត្រូវតែផ្លាស់ប្ដូរនិងបង្កើនដើមទុនតាមបទពិសោធន៍ដែលខ្ញុំមានខ្ញុំនឹងធ្វើឲ្យគ្រប់យ៉ាងផ្លាស់ប្ដូរគម្រោងនេះអាចចំណេញបាន100លានវាគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះក្រុមហ៊ុនយើងហាំអាជុនបងសុំទោសគឺបងដែលនាំទុកដល់ឯងបើបងមិនលែងលះជាមួយសឹមយូហេងគ្រូសាយើងក៏មិនធ្លាក់ខ្លួនបែបនេះដែរបងស្រីកុំគិតច្រើនពេកអីវាជាជំនួញឲ្យអាម្នាក់នោះវាលុបខ្លួនវាសុខចិត្តធ្វើជាកូនប្រសាគេដើម្បីវាចង់សងសឹកពួកយើងតែប៉ុណ្ណោះវាមិនពាក់ព័ន្ធនឹងបងស្រីឡើយម្យ៉ាងទៀតក្រុមហ៊ុនយើងមិនទាន់ចំណេញក្រុមហ៊ុននៅសល់5លានទៀតខ្ញុំនឹងរកវិធីចាត់ចែងវាឲ្យបានល្អគ្មានបញ្ហាអ្វីឡើយនេះមានរឿងអ្វីកើតឡើងស៊ីនកូនកំពុងធ្វើអ្វីហ្នឹងកូនយកលុយទាំងអស់ទៅទិញភាគហ៊ុនកូនចាយអស់5លានមែនទេកូនប្រាប់ម៉ាក់តាមត្រង់មកកូនកំពុងតែលេងសាច់មែនទេនេះជាលុយចុងក្រោយរបស់ក្រុមហ៊ុនហើយបើក្រុមហ៊ុនរលីលោកពូត្រូវជាប់គុកស៊ីនក្មេងល្អយាយដឹងថាកូនជាក្មេងដឹងក្តីតែពេលនេះមិនមែនជាពេលលេងសើចទេប្រាប់ពូមកថាកូនគ្រាន់តែច្រឡំដៃតើកូនខុសត្រង់ណាកូនមិនបានលេងសាច់ឡើយកូនកំពុងតែជួយអ្នករាល់គ្នាកូនជួយគ្រួសារយើងទាំងអស់គ្នាដើម្បីតាំងនឹងការទិញយករបស់លីនស៊ឺមានតែវិធីនេះមួយគត់ដែលជោគជ័យលុយនោះជាសេចក្តីសង្ឃឹមចុងក្រោយកូនចង់ឲ្យគ្រួសារយើងរលីមែនទេចង់ឲ្យពូជាប់គុកទៅកូនអស់ចិត្តឈប់សិនកុំស្ដីឲ្យក្មេងអីឯងប្រកាន់នឹងក្មេងធ្វើអ្វីទៅនាងទៅតែអាយុ8ឆ្នាំប៉ុណ្ណោះក្មេង8ឆ្នាំមើលកុំព្យូទ័រមិនយល់ផងតើនាងអាចចាយលុយច្រើនយ៉ាងនេះបានប្រហែលជានាងគ្រាន់តែនិយាយលេងទេតើពេលនេះជាពេលត្រូវលេងសើចឬបានហើយចាំខ្ញុំឆែកមើលសិនក្រោកឡើងឲ្យពូមើលបន្តិចតើខ្ញុំមើលច្រឡំមែនទេស៊ីនពិតជាចាយលុយអស់មែនបន្តសាច់រឿងស៊ីនបានយកលុយទាំងអស់ទៅទិញប្រេងឆៅទុកមុនតើវាជាអ្វីទៅអ្នកមីងដូចតែគ្រប់គ្នាបានដឹងតម្លៃប្រេងឆៅឡើងចុះខ្លាំងណាស់វាលើសពីផ្សារហ៊ុនទៅទៀតហើយពេលនេះសង្គ្រាមតម្លៃកាត់ឡើងតម្លៃប្រេងកំពុងតែធ្លាក់ចុះខ្លាំងទិញបែបនេះគឺដូចយកលុយទៅបោះចោល
លើកនេះចប់សពគ្រប់ហើយពួកយើងពេលនេះគឺខ្សែធនហើយអាខ្មោចតូចអញពិតជាដូចម្ដាយអញបេះបិទមកដល់ភ្លាមបង្កបញ្ហាផ្លែតចង់ឲ្យគ្រួសារយើងរលាយឬបានហើយធីងឈប់និយាយទៅយ៉ាងណាក៏ក្រុមហ៊ុនត្រូវខ្សែធនដែរមុននឹងក្រោយគ្មានអ្វីខុសគ្នាទេលុយនេះសិនចៃអស់ហើយចៃអស់ក៏អស់ទៅចុះនោះវាលុយ5លានណាជាលុយសង្គ្រោះចុងក្រោយរបស់ក្រុមហ៊ុនបងនិយាយស្រាលថាអស់ក៏អស់ទៅហើយអ្វីបងស្រឡាញ់វាថ្នាក់ហ្នឹងប្អូនថ្លៃកុំបារម្ភអីខ្ញុំនឹងសងលុយទាំងនេះវិញសិនប្រញាប់សុំទោសលោកពូទៅតើបងមានលុយឯណាទៅសងលុយនោះមានដល់ទៅ5លានហើយប្តីខ្ញុំចិត្តត្រូវជាប់គុកទៀតបងយកអ្វីមកសងពួកយើងចាំមើលខ្ញុំចាត់ការឯងម្ដងឈប់សិនមើលនេះសិនទៅនេះវាជាស្អីទៅមានរឿងអ្វីកើតឡើងមែនទេយឺតពេលហើយយឺតអស់ហើយកុំបំភ័យខ្ញុំអីលោកប្តីអូនសម្លាញ់មើលនេះចុះអរគុណព្រះជាម្ចាស់វាបានកើនឡើង100ដងព្រះឲ្យតើវាជាអ្វីទៅម៉ាក់ស្ដាប់ខ្ញុំពន្យល់សាមញ្ញបើចំណេញគឺចំណេញច្រើនណាស់តែបើខាត់វិញនោះយើងនឹងខាត់100ដង5លានគុណនឹង100ដងគឺរាប់រយលានឯណោះព្រះឲ្យរាប់រយលានពីនេះមិនខានទេទូហ្វៃមិនមែនពួកយើងទេទាំងអស់នេះមកពីឯងបង្កម្នាក់ឯងអ្នកចង់ឲ្យពួកយើងវិនិច្ឆ័យស្រឡាយអស់ហើយចប់អស់ហើយខាត់បងលុយច្រើនសន្ធឹកសន្ធាប់ណាស់កូនប្រុសខ្ញុំត្រូវជាប់គុកមិនខានម៉ាក់ឈប់និយាយទៅខ្ញុំត្រូវប្រញាប់លក់ភាគហ៊ុនចេញភ្លាមខាត់តិចឬច្រើនគឺត្រូវតែលក់ល្អហើយប្រញាប់ឡើងកូនមានរឿងអីហ្នឹងហេតុអីក៏ដាច់ភ្លើងបែបនេះមេឃចង់ធ្វើបាបខ្ញុំដល់ពេលណាទៀតច្រកបៀងខាងក្រៅនៅមានភ្លើងតើក្មេងម្នាក់នេះហ៊ានមកបិទបារ៉ែតភ្លើងស៊ីនឯងកំពុងធ្វើស្អីហ្នឹងលោកពូកុំបន្ទោសខ្ញុំធ្វើដើម្បីអ្នកទាំងអស់គ្នាធ្វើដើម្បីពួកយើងឯងដឹងទេថាទង្វើរបស់ឯងនេះធ្វើឲ្យពួកយើងខាត់បងលុយប៉ុន្មាននិយាយមិនចេះគិតមែនទេបានហើយឈប់ឆ្លុះគ្នាទៅស៊ីនស្ដាប់បង្គាប់បើកភ្លើងវិញភ្លាមសំណាងហើយដែលខ្ញុំរៀបរាប់តាន់តម្លៃភាគហ៊ុនទើបតែចាប់ផ្ដើមឡើងថ្លៃបើលក់ចេញមែននោះច្បាស់ជាសោកស្ដាយរឿងនេះនឹងក្លាយជាគ្រោះមហន្តរាយជាតិមុនខ្ញុំជាព្រះបុរាណចិនជាសេដ្ឋីតែគ្មានសាច់ញាតិម្នាក់នេះជាឱកាសដែលស៊ូបលីផ្ដល់ឲ្យខ្ញុំមិនឲ្យនរណាមកបំផ្លាញគ្រួសារឡើយអូមើលនោះចុះតម្លៃតំបន់ទេសចរកំពុងតែឡើងហើយឡើងថ្លៃមែនទែនតម្លៃដីតំបន់នេះហក់ឡើងខ្ពស់ណាស់បងសម្លាញ់បងមើលច្រឡំទេដឹងបងមើលមិនច្រឡំទេមើលចុះអូនមើលទៅវាឡើងថ្លៃពិតមែនហើយឡើងថ្លៃមែនបងប្រញាប់លក់វាចេញទៅអូត្រូវហើយកូនប្រុសកូនពូកែណាស់បើតម្លៃនេះនៅតែបន្តឡើងទៀតពួកយើងនឹងមានឱកាសខ្លាយជាអ្នកមានពួកយើងនឹងចំណេញបានប្រាក់មហាសាលអូពិតជាល្អណាស់បើពួកយើងមានលុយគ្រប់គ្រាន់មិនបាច់ខ្លាចគេមកទិញក្រុមហ៊ុនឡើយកូនក៏មិនបាច់ជាប់គុកដែរអាជីមឯងមិនបាច់ជាប់គុកទេវាពិតជាសំហេតុផលណាស់ប៉ុន្តែតើវាបណ្ដាលមកពីអ្វីមូលហេតុនេះមិនអាចឡើងថ្លៃបានទេពួកយើងមិនខាត់បងឡើយនេះជាសំណាងធំហើយប្តីសម្លាញ់ចាំដល់ពេលណាទៀតប្រញាប់លក់វាចេញទៅបើមិនដូច្នោះទេនឹងខាត់បងធ្ងន់ខ្ញុំត្រូវតែប្រញាប់លក់វាចោលខ្ញុំមិនបាច់ជាប់គុកទេហើយពួកយើងក៏មិនខ្សែខិនដែរមួយស្រីចាំបន្តិចសិនយ៉ាងហោចណាស់ចំណេញ500លានស្អីគេ500លានមែនទេស៊ីនកុំមកលេងសាច់ប្តីសម្លាញ់កុំនិយាយផ្ដេសផ្ដាសប្រញាប់ឡើងលក់វាទៅប្រញាប់លក់កិច្ចសន្យានេះភ្លាមអូមែនហើយក្មេងប៉ុណ្ណឹងហេតុអ្វីខ្ញុំជឿសម្ដីក្មេងទៅវិញមកនេះឲ្យពូខ្ចីសិននេះទើបតែចាប់ផ្ដើមប៉ុណ្ណោះលក់ឥឡូវនេះមិនចំណេញទេពូគុំលក់វាឲ្យសោះពូប្រញាប់លក់វាឲ្យខ្ញុំទុកឲ្យគាត់រកលុយបានទិញរបស់ញ៉ាំនិងប្រដាប់ក្មេងលេងលឿនឡើងស៊ីនមកនេះកុំរំខានការងារពូរបស់ឯងមកនេះឲ្យលឿនមកចិនយូហៀននេះឬក្មេងដែលឯងថាដឹងក្តីវាចង់បំផ្លាញគ្រួសារយើងធម្មតាស៊ីនដឹងក្តីណាស់មិនដឹងថាថ្ងៃនេះកើតអីទេឡើងថ្លៃហើយលោកឈិនឡើងថ្លៃហើយអាយ៉ាមិនគួរឲ្យជឿឡើងថ្លៃខ្លាំងដូចស៊ីននិយាយមែនហាមិនខាតថែមទាំងចំណេញមិនត្រឹមតែមិនខាតគឺចំណេញកប់ក្តោបប្តីមើលចុះចំណេញបានប៉ុន្មានដោយសារប្រើលុយកម្ចីបន្ថែមអូមិនអាចទៅរួចទេចុច follow ដើម្បីទទួលបានវីដេអូថ្មី